គ្រូភូមិសារៃប្រកាសផ្អាកការប្រកួតលាឈប់ពីសង្វៀនហើយបងប្អូនយើងនេះបើតាមការបង្ហើបរបស់លោកគ្រូភូមិសារៃនៅក្នុងបទសម្ភាសន៍មួយលោកគ្រូបានបង្ហើបថាដាច់ឆ្នាំ2025នេះលោកគ្រូសូមផ្អាកការប្រកួតបាទផ្អាកការប្រកួតហើយអញ្ចឹងលោកគ្រូសូមផ្អាកមួយរយៈដោយដកខ្លួនចេញពីគុណខ្មែរក៏ប៉ុន្តែនាថ្ងៃណាមួយលោកគ្រូនឹងវិលត្រឡប់មកវិញធ្វើជាគ្រូជំនួយឬក៏គ្រូបង្វឹកប៉ុន្តែលោកគ្រូឈប់ឡើងប្រកួតហើយអញ្ចឹងឃើញថានៅពេលបច្ចុប្បន្ននេះជើងចាស់បារហាស្នាមខ្លាចាស់បងប្អូនយើងគឺលោកគ្រូភូមិសារៃក៏នៅតែបន្តអាជីពឈឺសាច់នៅលើសង្វៀនខណៈលោកគ្រូកំពុងតែចង់បោះបង់អាជីពជាអ្នកប្រដាល់ហើយបាទសរវ៉ាអាជីពជាគ្រូបង្វឹកវិញដោយហេតុថាលោកគ្រូចាស់ហើយការប្រកួតនោះក៏មិនសូវជាបានល្អទៀតបាទបងប្អូនយើងចុះប្រិមិត្តយើងណាខ្លះដែលជា fan លោកគ្រូភូមិសារៃនេះ admin និយាយពិតមិនមែនជាការភូតកុហកទេបាទគឺលោកគ្រូគាត់បង្ហើបចំតែម្ដងបាទបង្ហើបចំតែម្ដងជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ